បន្ទាប់ពីអាមេរិកឥឡូវនេះបារាំងបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី2 ខែតុលានេះថាលោកឧត្តមសេនីយ៍ប៉ាទ្រីក វ៉ាលីអូនាយកនៃនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីតំបន់ភាគខាងត្បូងនៃសេនាធិការកងទ័ពបារាំងបានបំពេញទស្សនកិច្ចនៅកម្ពុជាលោកបានពិភាក្សាការងារជាមួយអាយដាមផាតវិបុលសុភ័ក្រនាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិនិងអាយដាមសែមរតនាគណៈនាយកស្ដីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពី30ឆ្នាំមុនលោកឧត្តមសេនីយ៍វ៉ាលីអូបានបំពេញបេសកកម្មសហប្រតិបត្តិការនៅក្នុងជួរយោធាចារចំនួនទី1នៃសាលានាយទាហានសកម្មក្នុងដំណើរទស្សនកិច្ចនេះលោកបានជួបជាមួយយោធាចារដែលបានបំពេញការងារកាលពី30ឆ្នាំមុនក៏ដូចជាអតីតសិស្សនាយទាហានរបស់គាត់ដែលមួយចំនួនបច្ចុប្បន្នជាឧត្តមសេនីយ៍បម្រើការងារក្នុងជួរកងយោធពលខេមរភូមិន្ទក្នុងឱកាសជំនួបនានាជាមួយកងយោធាចារនិងសិស្សសាលានាយទាហានសកម្មលោកបានសង្កេតឃើញភាពរស់រវើកនៃសមាគមយោធាដែលប្រើប្រាស់ភាសាបារាំងនៅកម្ពុជាអស់រយៈពេល30ឆ្នាំមកហើយនាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខនិងការពារផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលនាយទាហានការត្រៀមរៀបចំកងទ័ពមុខខៀវកម្ពុជាសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនិងការបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅកម្ពុជានេះជាការបញ្ជាក់បន្ថែមពីស្ថានទូតបារាំង